ត្រូវប្រើលក្ខខណ្ឌគោរពទៅគោរពមកមិនមែនគ្រាន់តែគេបាក់ខុសយើងចេញមកជេរបចោគេតែហ្មងទេអត់ទេហើយមិនមែនគ្រាន់តែគេបាក់ខុសយើងចេញមកប្រាប់មិត្តភក្តិបងប្អូនកុំទៅរាប់អានអាឈួតនោះបាក់សំរាំងស៊ីតាអាឈួតនោះអាឡុងនោះកូនធរសម្ដេចដេជោតាកុំរាប់អានវាអានឹងខុសហើយមិនមែនមាគីជាមនុស្សទេណាមិនមែនមាគីជាមនុស្សទេការពិតរឿងមនុស្សយើងអត់ប្របាក់ទេកុំមកឆ្លោះគ្នារឿងនិន្នាការខុសគ្នាណាវាអត់បានប្រយោជន៍អីទេហើយកុំធ្វើរឿងអាធំត្រូវណាខ្ញុំស្គាល់ហើយរឿងអាធំត្រូវនឹងនោះណាអាធ្វើធំត្រូវនឹងនោះដោយអាមួងណារ៉េតដូចអីហ្នឹងឃើញទេវាអត់ជេរគេមែនប៉ុន្តែរាល់សម្ដីរបស់វាបំផ្លើសបំភ្លៃអានឹងអាក្រក់ជាងនេះទៅទៀតអាចសម្ដីបំផ្លើសបំភ្លៃនិយាយអញ្ចឹងហើយបានធ្វើឲ្យគេខឹងហើយតែធ្វើឲ្យគេជេរបងប្អូនរឿងវាចឹងតាវាមិនដែលរឿងគេជេរអត់ហេតុនៅសុកអាណាទៅជេរគេអត់ហេតុអាម៉េចវាតតែវានិយាយបំភ្លើមកអញ្ចឹងបានគេជេរវាមែនទេគេមិនពេញចិត្តវានិយាយបំភ្លៃការពិតខ្លាំងពេកគេខឹងគេជេរហើយអាហ្នឹងអញ្ចឹងហើយបើយើងនិយាយការពិតយើងវែកញែកការពិតទោះជាគេខឹងយើងក៏គេអត់ជេរយើងដែរព្រោះយើងវែកញែកការពិតឃើញទេទោះគេខឹងយើងក៏គេអត់ជេរយើងដែរអាហ្នឹងរឿងពិតអញ្ចឹងសរុបមកពាក់ព័ន្ធជាមួយនឹងរឿងញាប់ថ្កោលទោសស្អីនេះញាប់ថ្កោលទោសស្អីឈួតលីលានេះអាហ្នឹងគឺជានយោបាយជួយសៀមសុខសាហាវអាហ្នឹងគឺខ្ញុំបកស្រាយប៉ុណ្ណឹងហើយចូលមកដល់រឿងទី2ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងរឿងគេរំលឹកខ្មោចគណៈបក្សសង្គ្រោះជាតិហើយមិនបាច់រំលឹកទេឃើញអៀងមកបាច់យកទៅផុសហើយអៀងមកបាច់ហើយនឹងក្រុមសៀមរងស៊ីនឹងគេយកនាំគ្នាទៅផុសរំលឹករកអាចអីបើខ្លួនឯងម្នាក់នឹងនាំគ្នាកំតិចគណៈបក្សសង្គ្រោះជាតិមិនត្រឹមតែកំតិចប៉ុណ្ណឹងទេកំតិចទាំងពលឹងសង្គ្រោះជាតិនៅក្រៅប្រទេសទៀតណាកំតិចអស់អាលីងហើយមិនត្រឹមតែពលឹងនៅក្នុងក្រៅស្រុកទេអាពលឹងនៅក្នុងស្រុកនាំគ្នាទៅបង្កើតភ្លើងទៀនអីណាគេលើកយើងនាំគ្នាអុចទៀនជាស្ពានសង្គ្រោះជាតិណាដល់ទីបំផុតនាំគ្នាទៅបំបែកបកមួយទៀតឲ្យទៅបង្កើតកម្លាំងជាតិមកហែកគ្នាជាមួយនឹងភ្លើងទៀនទៀតបំបែកក្រុមប្រឹក្សាឃុំសង្កាត់ភ្លើងទៀនជា2ទៀតឆ្លោះគ្នាពេញទឹកពេញដីរាល់ថ្ងៃហ្នឹងនៅរាល់ថ្ងៃហ្នឹងហែកអានោះទៀតអានឹងមកអ្នកនយោបាយណាអៀងមកបាច់សៀមរងស៊ីនឹងឯងមីងហួរនឹងឯងហើយអ្នកណាជាអ្នកបំផ្លាញអាហ្នឹងខ្លួនឯងនោះហើយរំលឹករកអាចអីរំលឹកសង្គ្រោះជាតិរកអាចស្អីខ្លួនឯងបង្កើតលោកសំរងស៊ីគាត់គ្រាន់តែជាអ្នកនយោបាយធ្វើជាបរិសង្ហាដើរសែបកាមាហើយអត់ចេះថែទាំកូនតែប៉ុណ្្នឹងឯងសៀមរងស៊ីធ្វើនយោបាយគេតាំងខ្លួនជាតួឯកនយោបាយប្រជាធិបតេយ្យណាដើរតែបង្កើតប៉ុន្តែបង្កើតហើយអត់ចេះថែទាំខ្ញុំប្រៀបធៀបលោកសំរងស៊ីទៅជាបរិសសង្ហាដើរតែញ៉ែស្រីស្អាតបង្កើតកូនហើយទុកកូនចោលហើយងាប់រស់អញអត់ខ្វល់សៀមរងស៊ីក៏ធ្វើនយោបាយអញ្ចឹងឯងអត់ចេះធ្វើនយោបាយទេដើរតែបង្កើតឥឡូវយើងមើលបង្កើតបកនេះបាត់បង្កើតបកនោះបាត់បង្កើតចលនានេះបាត់បង្កើតចលនានោះបាត់ទាំងអស់គឺថាដើរបង្កើតដើរបំផើមចោលហ្មងនិយាយរួមអ្នកនយោបាយដើរបំផើមចោលណាបើសិនណាជាមនុស្សមានគេថាមនុស្សមានប្រយោជន៍បើមនុស្សមានប្រយោជន៍មនុស្សនឹងមិនមែនធ្វើនយោបាយ30ឆ្នាំហើយរហូតតែកន្លែងជ្រោកបានទេរហូតតែដីជ្រោកបានទេយើងគិតមើលចេះតែប៉ុណ្ណេះទៅអត់ចេះបាក់បត់បែនអត់ចេះអីទាំងអស់មានន័យថាគាត់អត់ចេះនយោបាយអីទាំងអស់
សៀមរាំងស៊ីចេះតែប្រើពាក្យតស៊ូបើយើងនិយាយទៅគេដើរតួធ្វើជាតួឯកនយោបាយប្រជាធិបតេយ្យអីតួឯកប៉ុន្តែបង្កើតចោលទីបំផុតងាប់ទាំងអស់អ្វីដែលគាត់បង្កើតមកងាប់ទាំងអស់អត់មានរសទេហើយប៉ុណ្ណឹងហើយមានអាចល្ងងខ្លះគេនៅជឿទៀតតែមានអាល្ងងឡុងផងដែរកាលនោះប៉ុន្តែកាលនោះខ្ញុំមិនជួយសំរងស៊ីទេខ្ញុំជួយអ្នកប្រជាធិបតេយ្យទេខ្ញុំមិនសូវស្គាល់គាត់ទេខ្ញុំជួយអ្នកប្រជាធិបតេយ្យទេខ្ញុំមិនបានទៅអែបអបសំរងស៊ីដើម្បីបានតំណែងអីទេកាលនោះបាទហើយខ្ញុំក៏អត់ចូលបាក់ទៀតកាលនោះខ្ញុំជួយក្រៅប្រព័ន្ធណាបងប្អូនដឹងខ្ញុំប្រកាសជាសាធារណៈខ្ញុំជួយក្រៅប្រព័ន្ធណាអត់មាននៅក្នុងបាក់ទេហ្នឹងហើយហើយចង់ចោតខ្ញុំក្បត់សង្គ្រោះជាតិមិនបានខ្ញុំមាននៅក្នុងបកសង្គ្រោះជាតិមានចូលគណៈបកសង្គ្រោះជាតិមកពីអង្កាតចោតខ្ញុំក្បត់គណៈបកសង្គ្រោះជាតិទេអាហ្នឹងភ្លើសុតទេអាពួកភ្លើទេអាហ្នឹងណាអាហ្នឹងពួកភ្លើទេអញ្ចឹងសរុបមកខ្ញុំនិយាយខ្លីទេអាហ្នឹងហេតុបកកំតិចចោលទាំងអស់ដើរធ្វើជាតួឯកនយោបាយដោយអាតួបងជេមសុកហៅអាតួអាស៊ីសេរីហៅអាតួអាស៊ីសេរីហ្នឹងនិយាយដល់បងបុតចឹងទៅនឹកឃើញកូនបងបុតអាមួយ PD នោះរៀង PD នោះអូយគេយកមកផុសរៀង PD អាចឲ្យរៀងដូចប្រុសពិតប្រកបទេប៉ុន្តែបាទអូននឹងទៅធ្វើកញ្ចក់អូននឹងធ្វើកញ្ចក់ជាងកញ្ចក់ថាថ្ងៃណាមួយអូននឹងកាត់កញ្ចក់ឲ្យកូនមកបុតហ្នឹងឃើញគេចេញមកថ្ងៃមុនគេថាជំរាបសួរបងប្អូនប្រិយមិត្តជាទីរាប់អានថ្ងៃនេះពុកដូចជារវល់ណាស់ពុកម្ដងទៅអឺរ៉ុបបង្កើតវេទិកានេះថ្ងៃក្រោយទៅជប៉ុនបង្កើតវេទិកានេះថ្ងៃក្រោយទៅកូរ៉េបង្កើតវេទិកានេះឥឡូវពុកហោះទៅដល់អូស្ត្រាលីដើម្បីធ្វើវេទិកាថ្ងៃទី25ពុករវល់ណាពុករវល់ខ្លាំងមែនទែនតាំងពីអត់លុយអាស៊ីសេរីមកគឺថាពុករវល់ដើរធ្វើវេទិកាដើម្បីប្រមូលលុយឲ្យកូនមួយអាក់ទើយចាំមើលខ្ញុំរៀនស្ដាប់អាអូននឹងនិយាយ2 3 ដងទៀតចាំរៀនធ្វើតាមសលេងវាឥឡូវបងបុតឥឡូវហ្នឹងតាំងពីអត់លុយនេះមកឥឡូវដើររហូតឃើញដើរទៅនេះដើរទៅនោះហើយសិតតែវេទិកាពួកអ្នកចាញ់បោកហើយណាឃើញតែពុករវល់រហូតដើរតែបោកគេកើតវេទិកាបោកគេរហូតអត់លុយបងវត្ថុអញ្ចឹងពុកត្រូវដើរធ្វើវេទិកាអញ្ចឹងឯងឥឡូវគេឡើងជាអាតួនយោបាយឥឡូវលែងតួនេះហើយបងជេមសុកបងបុតឥឡូវលែងអាតួអាស៊ីសេរីឥឡូវហ្នឹងតួនយោបាយម្ដងឥឡូវជំនួសលោកប្រធានសៀមរាំងស៊ីចឹងប៉ុណ្ណឹងចោះថ្ងៃនេះបងប្អូនណាមកដល់ផ្ទះតន់មួយទឹកតន់អីមកដល់ឡាយបណ្ដោយបែកញើបងប្អូនហ្នឹងហើយ